រឿងគ្រូបង្រៀនស្រុកស្រែប្រភពរឿងគ្រូបង្រៀនស្រុកស្រែមានប្រភពចេញមកពីដំណើរការតស៊ូនយោបាយរបស់គ្រូបង្រៀនមួយក្រុមនៅព្រៃតទឹងខេត្តកំពង់ចាមប្រទេសកម្ពុជាប្រភេទជារឿងប្រឡំលោកទំនើបបែបមនោគមវិជ្ជាសង្គមនយោបាយព្រោះខ្លឹមសារនៃរឿងមានទំនាក់ទំនងនឹងការតស៊ូនយោបាយចលនារឿងគ្រូបង្រៀនស្រុកស្រែស្ថិតនៅក្នុងចលនាអក្សរសិល្ប៍ខេមរនិយមព្រោះគោលគំនិតនៃឆ្លោះបញ្ចាំងនៅទស្សនៈលោកកៃខ្មែរតំណាងឲ្យទំនៀមទម្លាប់ប្រពៃណីខ្មែរសុទ្ធសាធអតិពលសង្គមនិយមព្រោះគោលគំនិតខ្លឹមសារបំផុសក្នុងផ្ទៃរឿងជាគំនិតជឿនលឿនកាលកំណត់តែង1957អ្នកនិពន្ធលោកអឹមថុកសង្ខេបរឿងកសិករហមជាអតីតទាហានជើងក្រហមនិងនាយម៉ឺនតូចតាចក្នុងក្រសួងសាធារណការបានត្រូវប៉ូលីសតាមចាប់ខ្លួនដោយមូលហេតុគាត់ជាមេបំផុលចលនាមហាជនប្រជាជនឲ្យយល់ដឹងពីលទ្ធិប្រជាធិបតេយ្យយល់ការមិនស្រួលនិងដោយលោកឯកភាពជាមួយសំណើយោបល់ពីមិត្តរួមចលនាបងហោមក៏កិច្ចខ្លួនមួយរយៈពេលកិច្ចខ្លួនក្នុងរាត្រីនៅតាមផ្លូវបងហោមបានជួបសន្ទនាយ៉ាងច្រើនជាមួយអន្តិតលឹមនិងអាចារ្យសែមដោយរៀបរាប់បង្ហាញអំពីអំពើខុសខើរបស់ពួកនេតុនគ្រប់ប្រភេទនិងមាគារៀបចំទម្រង់សង្គមឡើងវិញតាមទស្សនៈជឿនលឿនថ្មីសកម្មភាពបំផុសចលនាមហាជនប្រជាជននេះត្រូវបានធ្វើឲ្យគ្រូម៉ៅជាប់គុកអស់រយៈពេល2ខែគ្រូបង្រៀនដតីទៀតក៏ត្រូវតាមដាននឹងក្រសួងអប់រំផ្លាស់ចេញពីភូមិម៉ាស៊ីនស្រូវជាពិសេសចំពោះគ្រូច័ន្ទគ្រូឋាននិងគ្រូវ៉ាតវិធានការរបស់ក្រសួងដែលចង់បង្អាក់ចលនាមហាជននិងផ្ដាច់ទំនាក់ទំនងជាមួយមហាជនពុំបានទទួលលទ្ធផលជាវិជ្ជមានទេពីព្រោះគ្រូផ្លាស់ថ្មីដែលមកជំនួសក៏មានទស្សនៈសង្គមដោយគ្រូមុនដែរក្រោយមកសុវត្ថិភាពក្នុងស្រុកព្រៃតទឹងក៏ប្រែជាមានសភាពធូរស្រាលឡើងវិញហើយអ្នកដែលជាប់គុកនិងជាប់ពីរោធក៏ត្រូវរួចខ្លួនលុះដល់វិសមកាលខែចែកគ្រូច័ន្ទគ្រូឋានគ្រូវ៉ាតក៏នាំគ្នាមកលេងភូមិម៉ាស៊ីនស្រូវវិញយ៉ាងសប្បាយរីករាយគេបានពិភាក្សាអំពីគោលគំនិតនិងមធ្យោបាយផ្សេងសម្រាប់រៀបចំសង្គមឡើងវិញក្នុងទស្សនៈគោលជំហរជឿនលឿនដដែលហើយប្រធានរឿងដំណើររឿងដែលយើងឃើញថាប្រធានរឿងទាក់ទងនឹងការតស៊ូដើម្បីទាមទារសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យចំណុចមូលបញ្ហាសកម្មភាពតស៊ូបំផុសចលនាមហាជននិងវិធានការបង្ក្រាបនិងរាំងស្ទះដល់ខ្សែរយៈតាមចលនាមហាជន